บสู้អ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងរៀនបកកាសែតបាទនៅព្រឹកថ្ងៃទី27 28បាទខែតុលា2017ហើយកាសែតនេះគឺកាសែតការពីម្សិលមិញថ្ងៃនឹងទី28ដែរចំណងជើងថ្ងៃហ្នឹងគេដាក់ថា woman who kidnap បាទ kidnap baby sentenced to 11 years in prison បាទចំណងជើងនេះគេថាស្ត្រីម្នាក់ដែលបានចាប់ចម្រិតក្មេងដែល kidnap នោះបែរចាប់ចម្រិតក្មេងឬក៏ចាប់ក្មេងហ្នឹងត្រូវបានគេកាត់ទោស sentence ហ្នឹងមិនមែនប្រែតែប្រយោគទេបែរថាកាត់ទោសឲ្យជាប់ពន្ធនាគារបាន11ឆ្នាំអូខេបាទអូខេឥឡូវយើងចាប់ផ្ដើមអានដល់អ្នកគ្នាតែម្ដង A woman who kidnapped her friend's 6-month-old baby and later abandoned her at a dam site was found guilty of attempted murder in absentia on Wednesday គេយើងប្រែថាស្ត្រីម្នាក់ដែល who នេះយើងប្រែថាដែលបានចាប់គេ kidnap បានចាប់ចម្រិតបាទចាប់ចម្រិតគឺក៏ចាប់ក្មេងហ្នឹងបានចាប់ក្មេងស្រីអាយុ6ខែយើងប្រែថាទារិកាក៏បានដែរទារិកាអាយុ6ខែដែលជាមិត្តភក្តិរបស់ខ្លួនអូខេ her friend ដែលជាមិត្តភក្តិរបស់ខ្លួនហើយក្រោយមកគេ later ហើយក្រោយមកបានទុករូបគាត់ចោលអូខេ abandon her បានទុករូបគាត់ចោលនៅកន្លែងចាក់សម្រាមមួយដើមសាយគឺកន្លែងចាក់សម្រាមមួយ was found guilty ត្រូវបានគេរកឃើញថាមានពិរុទ្ធភាពពីបទឃាតកម្មដែលប៉ុនប៉ងអូខេ attempted murder នោះថាឃាតកម្មប៉ុនប៉ងឬក៏មនុស្សឃាតប៉ុនប៉ង found guilty of ប្រែថាចោទរកឃើញបាទត្រូវបានគេរកឃើញពីបទអានេះជាគេសេជាទម្រង់ passive simple passive បាទទម្រង់គឺ was verb បូកជាមួយនឹង verb 3 found ហ្នឹងគឺ verb 3ត្រូវបានគេរកឃើញថាមានពិរុទ្ធភាពអូខេ found guilty of ពីបទអីគេពីបទឃាតកម្មប៉ុនប៉ងដែលត្រូវបានគេកាត់ទោសកំបាំងមុខ in absentia នោះមិនថាកាត់ទោសកំបាំងមុខនៅថ្ងៃWednesday ថ្ងៃពុធokay, the Phnom Penh Municipal Court decided to sentence Yin Sutera 34 to 11 years in prison. Presiding Judge Thop Jun Heng told the court. Okay. ខ្ញុំចង់ឲ្យអ្នកនរគ្នាមើលពាក្យ vocabulary មិនបកតាមផ្សាយគេកន្លែងចាក់សម្រាម Presiding Judge Thop គឺប្រធានក្រុមប្រឹក្សាជំនុំជម្រះcompletely obsessed with នេះគឺខ្វល់ខ្វាយខ្លាំង plotted to take the baby បានមានផែនការចាប់យកក្មេង sneak into លើបចូលបាទអញ្ចឹង vocab ថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងមិនតិចដែរបាទហើយយើងប្រែថាម៉េចតុលាការដំបងរាជធានីភ្នំពេញ Municipal Court ហ្នឹងតុលាការដំបងរាជធានីភ្នំពេញបានសម្រេចចិត្តកាត់ទោសបាទ decide to sentence សម្រេចចិត្តកាត់ទោសអ្នកស្រីយិនសុធារាអាយុ34ឆ្នាំអូខេយើងបើសិនបើយើងសេអញ្ចឹងលក្ខណៈអញ្ចេះដាក់ comma មកអាយុ comma មកបាទយិនសុធារាអាយុយើងប្រែថាអាយុ34ឆ្នាំឲ្យជាប់ពន្ធនាគារ11ឆ្នាំអូខេអូយើងប្រែក្រៅមុនសិនណា presiding judge top មានថាប្រធានចៅក្រមជំនុំជម្រះលោកជូនហេងបានប្រាប់តុលាការថាតុលាការដំបងរាជធានីភ្នំពេញបានសម្រេចចិត្តកាត់ទោសអ្នកស្រីយិនសុធារាអាយុ34ឆ្នាំឲ្យជាប់ពន្ធនាគារ11ឆ្នាំគេទៀត Miss Suthira, a widow and mother of two, confessed at her trial earlier this month that she had taken the baby because she was completely obsessed with her. អ្នកស្រីសុធារាបាទអ្នកស្រីសុធារាបាទដែលជាស្ត្រីមេម៉ាយមានកូន2នាក់អូខេ a widow and mother of two ស្រី
ដែលជាស្ត្រីមេម៉ាយនិងជាម្ដាយដែលមានកូន2នាក់មានអីចឹងបាទចំណុចនេះហេតុអីបានគេប្រើខម្មាបន្ទាប់ពីអ្នកស្រីធារាបាទប្រសិនបើយើងនិយាយអំពីនាមត្រួតប្រសិនបើនាមត្រួតយើងលើកនេះអានាមនេះគេហៅថា proper name បាទ proper noun ហ្នឹងអានាមឈ្មោះតើទៅពីអីហ្នឹងយកមកដាក់ខាងមុខយើងត្រូវតែដាក់ខម្មាហើយអានាមតែជាទូនាទីមុខងារនេះគឺនៅបន្ទាប់ពីហ្នឹងដាក់ខម្មាដែរបាទប៉ុន្តែបើសិនបើយើងលើកអានេះមកខាងមុខវិញហើយមកបានដាក់ Miss Suthira យើងមិនចាំដាក់ខម្មាទេណាបាទ confess at her trial បានសារភាពនៅសវនាការរបស់គាត់នៅដើមខែនេះថាអូខេ earlier this month នៅដើមខែនេះថារូបនាងបានចាប់ក្មេងទៅពីព្រោះតែរូបគាត់អូខេ see គឺមានបានខ្វល់ខ្វាយខ្លាំងជាមួយនឹងក្មេងហ្នឹងមានថាបានស្រឡាញ់ខ្លាំងនឹងក្មេងហ្នឹង No explanation was given on Wednesday គ្មានការបញ្យល់ណាមួយដែលត្រូវបានគេផ្ដល់ឲ្យកាលពីថ្ងៃពុធចំពោះថាហេតុអ្វី why Miss Suthira ហេតុអ្វីក៏អ្នកស្រី Suthira did not appear មិនបង្ហាញមុខអូខេ did not appear មិនបង្ហាញមុខShe has been held at Phnom Penh Preso Prison since her arrest in March នាងត្រូវបានគេបញ្ជូនគេ held ថាបញ្ជូនទៅពន្ធនាគារ Preso នៅភ្នំពេញហើយតាំងពីការចាប់ខ្លួនរបស់គាត់នៅខែមីនាMiss Suthira បានមានប្រសាសន៍អ្នកស្រី Suthira បានមានប្រសាសន៍ថាអូខេ at the trial នៅសវនាការបានមានប្រសាសន៍នៅសវនាការថារូបគាត់បានរៀបចំផែនការចាប់ក្មេងនៃ plot ហ្នឹង plot ជាតិហ្នឹងថាមានគម្រោងគេមានគម្រោងចាប់ក្មេងគណៈពេលដែលកំពុងតែលេងល្បែងលេងបៀហ្នឹងនៅជិតផ្ទះបាទនៅក្បែរផ្ទះមិត្តភ័ក្តិរបស់ខ្លួនបាទ I am completely obsessed with loving this baby and I had a rush idea she said អូខេប្រែមក she said នេះរូបគាត់បានមានប្រសាសន៍ថាខ្ញុំខ្វល់ខ្វាយឬក៏ព្រួយបារម្ភខ្លាំងជាមួយនឹងក្តីស្រឡាញ់នឹងក្មេងនេះហើយខ្ញុំមានកំណត់ខ្លីគិតខ្លី had a rush idea តែគិតខ្លី Sneaking into the baby room, Suthira taped the girl's mouth shut, lowered her out of the window in black plastic bag with a rope and took the baby home. ដោយលើកចូលទៅក្នុងបន្ទប់របស់ក្មេង Sneaking into បែរលើកចូលទៅក្នុងបន្ទប់របស់ក្មេងរោមបន្ទប់ហើយលើកចូលទៅក្នុងបន្ទប់របស់ក្មេងអ្នកស្រី Suthira បានបិទស្គត់មាត់ក្មេង Take the girl mouth shut មកបិទស្គត់មាត់ក្មេង lower her out of the window ដាក់ក្មេងហ្នឹងចេញតាមបង្អួចអូខេ lower មកដាក់សម្រូតខ្សែចេញតាមបង្អួចជាមួយនឹងថង់ខ្មៅមួយស្បោងខ្មៅក្បាលណាថង់ខ្មៅមួយជាមួយនឹងខ្សែពួរហើយនឹងបានយកទៅផ្ទះបាទអូនេះវិញ She tried to secretly return the girl អូខេបែរមកនាងព្យាយាមយកក្មេងត្រឡប់ទៅវិញដោយស្ងាត់បន្ទាប់ពី receiving គេ ទទួលការ call ទទួលទូរស័ព្ទដោយស្លន់ស្លោ panic ស្លន់ស្លោពីមិត្តភ័ក្តិរបស់គាត់ at about 4 am នៅប្រហែលជាម៉ោង4ពេលព្រឹកហ្នឹង she returned to her friend house រូបនាងឬរូបគាត់ហ្នឹងបានត្រឡប់ទៅផ្ទះមិត្តភ័ក្តិរបស់គាត់ with the baby hanging off her motorbike ជាមួយនឹងក្មេងនៅលើម៉ូតូរបស់គាត់ in the plastic bag នៅក្នុងថង់ខ្មៅនោះ but when she saw her friend's brother outside ប៉ុន្តែនៅពេលដែលរូបនាងបានឃើញប្អូនប្រុសមិត្តភ័ក្តិរបស់គាត់នៅខាងក្រៅ she hid the baby
នាងបានលាក់ក្មេង under her motorbike seat ហ្នឹងគឺនៅក្រោមកែបម៉ូតូបាទហើយក៏បានបើកហួសទៅ drove past បើកហួសទៅ Miss Sutira បានមានប្រសាសន៍ថារូបគេ she let the baby on a wooden bed មែនថារូបនាងបានដាក់ក្មេងហ៎លេខហ្នឹងបានដាក់ក្មេងនៅលើគ្រែដែលធ្វើអំពីឈើយេ wooden bed នៅធ្វើអំពីឈើដោយនៅគេដែលនៅតាមកន្លែងលក់អាហារតាមផ្លូវបាទ food stall down the street ហ្នឹងប៉ុន្តែបងអូនប្រុសនោះបានផ្ដល់សក្ខីកម្មគេ testify và ផ្ដល់សក្ខីកម្មថារូបគាត់បានរកឃើញក្មេងនោះនៅកន្លែងចាក់សម្រាមមួយបន្ទាប់ពីតាមដានអ្នកស្រីសុធារាយ៉ាងស្ងាត់អូខេជាសម្ងាត់ Hey speaking after the sentencing ជាតិសុខា the defendant's lawyer said she would appeal the verdict ដោយនិយាយបន្ទាប់ពីកាត់ទោសអ្នកស្រីជាតិសុខាមេធាវីមេធាវីចុងចោតអូខេមេធាវីបាទមេធាវីចុងចោតបានមានប្រសាសន៍ថារូបនាងនឹងប្តឹងទៅសាលក្រមបាទ appeal the verdict មកប្តឹងទៅសាលក្រម for me ចំពោះខ្ញុំ it is very serious សុខាបាននិយាយអូខេអ្នកស្រីសុខាបានមានប្រសាសន៍ថានេះជំរាបនេះវាគឺធ្ងន់ធ្ងរណាស់ I will go to meet her ខ្ញុំនឹងទៅជួបនាងទៅជួបគាត់ហ្នឹងហើយរៀបចំឯកសារដើម្បីប្តឹងបាទនេះតែតាំងពីការចាប់ចម្រិតក្មេងមួយដែលទៅបានគេផ្ដន្ទាទោសជាប់ពន្ធនាគារ11ឆ្នាំអូខេឥឡូវការប្រែរបស់យើងគឺចប់ហើយសូមជម្រាបលាអរគុណច្រើន